គាត់មើលគ្នារបៀបមិនពេញចិត្តគ្នាសោះគ្នាក៏មិនពេញចិត្តគាត់ដល់ថ្នាក់ស្អប់ទៀតផងគ្នាមានចេះស្អប់គាត់ដល់ឆ្អឹងស្អប់ដល់ឆ្អឹងក្តីស្អប់នោះវាផុសចេញមកពីក្នុងទ្រូងដែលគ្នានឹងម្ដាយលោកផងជួបគ្នាវាជាការជួបគ្នាក្នុងលក្ខណៈនៃអ្នកធ្លាប់ស្គាល់គ្នាហើយធ្លាប់ជាសត្រូវនឹងគ្នាទៀតសម្រាប់គ្នាមិននិយាយលេងទេគ្នាមិនស៊ីខ្សែជាមួយម្ដាយគេតាំងពីបានឃើញមកមិនពេញចិត្តគ្រប់យ៉ាងទាំងខ្សែភ្នែកទាំងទឹកមុខទោះឈរអង្គុយឬដែរលោកស្រីបុណ្យណារីនោះធ្វើឲ្យគ្នាស្អប់គ្រប់យ៉ាងគ្នាមិនដែលស្អប់ស្រីណាដូចជាស្អប់គាត់នេះតតែសោះច័ន្ទឯងឈួតហើយឯងទៅជួបមុខគេណែហើយគេជាម្ដាយណែគេជាអ្នកបង្កើតអ្នកដែលឯងស្រឡាញ់មិនឯងស្អប់គាត់គ្នាមិនដឹងដែរស្អប់មែនតើឯងត្រូវណែនាំគ្នាណាពីដែលគ្នាណាត់ជួបឯងភ្លាមនេះព្រោះគ្នាត្រូវទម្លាយឲ្យអ្នកណាម្នាក់បានដឹងឯងត្រូវបដូរពីការស្អប់គាត់ទៅស្រឡាញ់ឲ្យបានបរោះគ្រប់រូបសិតតែចង់ឲ្យភរិយារបស់គេចូលចោះជាមួយម្ដាយគេចុះឯងស្រឡាញ់គេពិតប្រាកដឬអត់អរគុណគ្នាគ្មានប្រសិទ្ធខ្សែជាមួយគេទេគ្នានឹងធ្វើគ្រប់យ៉ាងឲ្យលោកផឹងសុំគ្នារៀបការឲ្យទាល់តែបានស្រីម្នាក់នោះគ្មានថ្ងៃឈ្នះគ្នាបានទេគ្មានថ្ងៃទេគ្នានឹងប្រថុយគ្រប់យ៉ាងប្រថុយដល់អាយុជីវិតក៏ព្រមដែរគ្នាត្រូវតែឈ្នះម្ដាយលោកផឹងឲ្យបានច័ន្ទមិនក៏ឯងនិយាយអាក្រក់ស្ដាប់ម្លេះមិនពិរោះស្ដាប់ទេណាច័ន្ទឯងមិនមែនជាជនប្រភេទនេះទេណាស្ដាប់គ្នាសិនណាច័ន្ទយើងរាប់អានគ្នាតាំងពីតូចមកឯងជាអ្នកចិត្តល្អឯងមិនដែលប្រឆាំងអ្នកណារកកលស្លាប់រូបបែបនេះទេអ្នកណាក៏ស្រឡាញ់ឯងតែសុកសងឯងស្រាប់តែមកប្រកាសសង្គ្រាមជាមួយមនុស្សម្នាក់តែឯងត្រូវជាប់សាច់ឈាមជាមួយទៅថ្ងៃមុខមិនអីទេគេចាស់ហើយទោះគេមិនមានរឿងជាមួយគ្នាតែមិនយូរទេគេត្រូវតែស្លាប់ច័ន្ទឯងត្រូវស្វែងរកមូលហេតុឲ្យបានណាថាមិនក៏ឯងស្អប់គេដល់ថ្នាក់នេះផុងកុំទៅបួសជាលើកទី3ណាកូនសន្យាមកសន្យាជាមួយម៉ាក់មកសន្យាជាមួយម៉ាក់មកសន្យាជាមួយម៉ាក់មកកូនមិនត្រូវទៅបួសជាលើកទី3ទេណាកូនកូនមិនត្រូវទៅបួសជាលើកទី3ទេកូនសន្យាមកសន្យាមកសន្យាមកផុងផុងខ្ញុំជឿជាក់ទៅលើព្រះធម៌ខ្ញុំសូមសាងភ្នោះយ៉ាកុំកុំទៅអីមកវិញមកអ្នកនាងច័ន្ទមានកៅអីនោះឬអ្នកនាងស្រែកអឹកអាបងកភ័យស្មានថាអ្នកនាងច័ន្ទណាកើតអីនឹងណាខ្ញុំយល់សប្តិឃើញស្អីអ្នកនាងមិននិយាយទេយល់សប្តិឃើញរហូតស្គាល់តែហើយថ្ងៃនេះ
ខ្ញុំទៅមាត់ទន្លេវិញ ពូមានរឿងចង់ឲ្យវិតជួយពូបន្តិច បាទលោកពូ វាជារឿងដែលទាក់ទាញនឹងវត្តច័ន្ទកូនស្រីរបស់ពូណាអូច័ន្ទមកនេះសិនកូនវិននេះវត្តច័ន្ទកូនស្រីពូច័ន្ទនរវិននេះគេរៀនចូលអនុបណ្ឌិតផ្នែកបុរាណវិទូប៉ាស្គាល់គេយូរហើយ សួស្តីម៉ែខ្ញុំ ចា កុំអារម្មណ៍អីណាវិនមានពេលត្រូវជួបគ្នាច្រើនលើកទៀតហើយពូគិតថាពិតជាបានឃើញនៅអ្វីដែលប្លែកៗច្រើនជាងនេះទៀតមកនិយាយរឿងដែលពូចង់ឲ្យវិតជួយនោះវិញ បាទ ធ្វើជាសុំស្នេហ៍វត្តច័ន្ទឲ្យបន្តិចបើមិនចង់ធ្វើក៏មិនអីដែរចាំពូរកអ្នកផ្សេងក៏បាន ខ្ញុំយកព្រមទៀតតែខ្ញុំមិនធ្វើលេងទេបើឲ្យធ្វើលេងនោះខ្ញុំមិនព្រមទេ មិនបាច់ធ្វើលេងក៏បានធ្វើឲ្យច័ន្ទស្រឡាញ់ឲ្យបានណាវិន ឆ្លុកផឹង រត់ធ្វើការបានហើយនៅ ចាស់នៅទី អញ្ចឹងខ្ញុំទៅធ្វើការសិនហើយណា ចានេះខ្ញុំចាន់ណាលោកផឹង ខ្ញុំនឹកច័ន្ទណានេះច័ន្ទនៅឯណានឹងច័ន្ទ ខ្ញុំកំពុងតែឈរចាំពីបុកទាំងគំនូរដែលលោកពេញចិត្តហ្នឹង គំនូបានច័ន្ទហ្នឹងហ៎នេះច័ន្ទទៅនងខៃវិញហើយហ៎មិនក៏មិនប្រាប់ខ្ញុំឲ្យដឹងថាទៅវិញនៅថ្ងៃនេះខ្ញុំអត់ដឹងសោះ គេខ្ញុំមកចាំលោកនៅទីនេះមកគំនូរវត្តច័ន្ទ ចាំខ្ញុំហ៎អញ្ចឹងខ្ញុំទៅជួបច័ន្ទឥឡូវនេះណា ផោម៉ាក់ ម៉ាក់កាត់អីហ្នឹង ម៉ាក់មិនស្រួលខ្លួន ម៉ាក់ម៉ាក់កាត់អីហ្នឹង ម៉ាក់មិនបានទេចាំមិនអីទេម៉ាក់មិនស្រួលខ្លួនលោកត្រូវទៅនៅមើលជាមួយអញ្ចឹងហើយនេះជាបើឈឺមែនមិនក៏មិនស្លាប់ឲ្យហើយទេ
อะไร ស្អីចេះកូនម្នីទៅណានឹងឯង ខ្ញុំចេញពីផ្ទះម្នេះក៏មិនចម្លែងតែប៉ាចូលផ្ទះចាំបាច់ម្នេះអ្នកឡានវាបោកស្លាប់ទៅហើយនេះឃើញទេ ទេប៉ាមានម្នីស្អីឯណា លោកគ្មានការងារធ្វើទេតើមកដល់ទីនេះទៀតទីនេះគ្មានស្អីឲ្យលោកកកាយរកទេ បានអរគុណ ហឺហេចម្លែង ប៉ាបង្ខាត់ឡានសិនមើល បង្ខិតខ្លួនឯង អើយអន់មែនទេឲ្យមញ៉ាយកូនក្រមុំនិយាយបានតែប៉ុណ្្នឹងបាទអរគុណ គ្រប់គ្រាន់ហើយពូ គ្រប់គ្រាន់ហើយហ៎ ពូគិតថាកូនក្រមុំពូចូលចិត្តអ្នកនិយាយច្រើនណាស់ ម៉ែមានគេមកសួរសុខទុក្ខម៉ែ អ្នកម៉ាក់មិនស្រួលខ្លួនជាហើយ អេម៉ាក់កាត់អីហ្នឹងមិនក៏មុខស្លេកស្លាំងអីម្លេះអញ្ចឹងខ្ញុំទៅលេថ្នាំខ្យល់មកជូនម៉ាក់ណា មិនដាច់ទេកូនកុំទៅនៅទីនេះហើយនៅទីនេះហើយ ខ្ញុំទៅយកថ្នាំមកជូនម៉ាក់ មិនដាច់ទេម៉ាក់ជាហើយម៉ាក់មិនកាត់អីទេ ម៉ាក់ ម៉ាក់មិនត្រូវការថ្នាំមិនយកថ្នាំទេ ច័ន្ទជួយមើលម៉ាក់ឲ្យផង ចាមិនដាច់ទេផុងកុំទៅណានៅទីនេះហើយ អូម៉ាក់មិនបាញ់ខ្លាចចិត្តច័ន្ទទេ ផុងល្បិចកលមកយីបើឈឺមែនទេមិនក៏មិនស្លាប់ឲ្យហើយទេ ថ្នាំខ្យល់ណាម៉ាក់ម៉ាក់ថ្នាំខ្យល់ណាម៉ាក់ ម៉ាក់កាត់អីហ្នឹងម៉ាក់ ម៉ាក់ទៅម៉ាក់ទៅហៅខាចនខាចនគេឈប់នៅហើយតា មិនអីទេម៉ាក់ទុកឲ្យខ្ញុំបោះខ្លួនឯងមកម៉ាក់អង្គុយសិនទៅ ផុងទៅណា គឺទៅយកអំបោសណាម៉ាក់ 现在 គាត់ជួនកូនឈ្នួលគេសុំឈប់នៅអីម៉ាក់កាត់អីមែនទេណា អត់ទេកូនម៉ាក់ចេះតែគិតឃើញផ្ដាស់ អញ្ចឹងខ្ញុំសុំផ្ញើម៉ាក់មួយផ្លែនយកអំបែងទៅចោលសិន ចា វត្តច័ន្ទ
ជូនម៉ាក់ទៅបន្ទប់នោះបន្តិចតោះមកเอาไหมវិននីវត្តច័ន្ទត្រីអរមែនតែនដែលបានជួបអ្នកនាងវត្តច័ន្ទនៅទីនេះត្រីអរណាស់ដែលបានជួបគ្នាអ្នកនាងវិណាប់តៃចាអ្នកនាងវត្តច័ន្ទដូចគ្នាចាមកเอาไหมមកเอาមិនស្រួលបានក្រាត់បាហើយណីបានក្រាត់បាហើយក្មួយដំបងក៏យ៉ាប់ដែរនឹងតែផុងគេបានយកអ៊ំទៅមន្ទីរពេទ្យលោកផឹងខ្ញុំទៅវិញហើយនេះច័ន្ទមនុស្សស្អីគ្មានសុជីវធម៌សោះមែនទេអ៊ីហេគេអាចចង់ទៅស្រាប់ហើយកថាបានដែរមិនពិតទេគេមិនទាន់បានលាមកអ៊ំផងមែនទេបងអ៊ំខ្ញុំគិតថាគេដូចជាសាហាវមិនបណ្ដឹងទេច័ន្ទចាំខ្ញុំផងមើលច័ន្ទកាត់អីហ្នឹងច័ន្ទនិយាយគ្នាសិនទៅច័ន្ទណាហើយអូយផុងវិនីសុំតោះណាត្រូវត្រណាទេជាត្រណាសុំបន្តិចមើលផុងឈួតហើយមែនទេត្រឹមស្រីម្នាក់គុណធ្វើឲ្យផុងខុសធម្មតាដល់ថ្នាក់នេះហីវិនីចង់និយាយពីស្អីហ្នឹងផុងដឹងច្បាស់ហើយចាំមកសួរខ្ញុំធ្វើអីទៀតស្រីម្នាក់នោះគេធ្វើស្អីខ្លះគេដាក់ថ្នាំស្អីឲ្យផុងទទួលទៀតផ្ដេសផ្ដាស់ហើយវិនីផ្ដេសផ្ដាស់អ្នកណាដែលផ្ដេសផ្ដាស់នោះផុងគិតឲ្យបានល្អណាស់អ្នកណាផ្ដេសផ្ដាស់ខ្ញុំជម្រាបលាសិនហើយនេះចាមកអ៊ំហីដៃមកអ៊ំត្រូវនឹងស្អីនឹងគ្មានស្អីទេនាងខ្ទាំឈាមដល់ម្លឹកហើយនៅថាគ្មានស្អីទៀតទេមកអ៊ំឲ្យខ្ញុំសុំមើលបន្តិចមកមែនហើយមកអ៊ំខ្ញុំក៏ប្រឹងសួរដែរតែមិនហ៊ានមិនកើតអីទេអ្នកទាំងពីរថាទៅក៏ទៅចុះណាអ៊ំអរគុណហើយដែលមកលេងអ៊ំទៅសិនហើយចាមកអ៊ំគាត់កើតអីហ្នឹងតាមតែគាត់ទៅតែកូនប្រុសគាត់តែដែលខ្ញុំចង់ដឹងណាស់ថាគេកើតឈួតអីពីផាដាចានេះមានកាអីដល់នងខៃហើយនៅដល់ហើយក៏មកដល់បាងកក់វិញដែរចាន់និយាយលេងមែនទេឯងទៅម្សិលមិញនឹងឯងគ្នាមកវិញដល់គ្មានមូលហេតុមិនដឹងដែរថាមកពីស្អីគ្នាដឹងហើយព្រោះលោកផឹងថាមកជួបគ្នារួចក៏ទេទៅប្រាប់វិញថាមកមិនបានព្រោះម្ដាយគេឈឺតែគ្នាមិនចេះសោះទៅគ្នាទៅបកទៅមើលឃើញផ្ទាល់ថាយាយនោះឈឺមែនឬអត់ហើយនៅតាមផ្លូវដែលគ្នាបាក់ឡានមកបាងកក់វិញគ្នាដាក់ទំនាយយាយនោះជាប់តាមផ្លូវថាឲ្យយាយនោះឆាប់ស្លាប់ចាន់ស្លាប់ហើយឯងឈួតហើយហីវាដឹងទេថាគ្នាជន់ឡានតាមបវឹងក៏ដល់បាងកក់តែម្ដងហើយមាននទានដំបងដែលគ្នាឃើញមកយាយនោះ
គ្នាចង់តែហក់ទៅច្បាច់កក់ឲ្យស្លាប់ខ្លួនគ្នាវិញ្ញាអស់រលីងហើយទាំងដៃទាំងជើងហើយដូចជាមានស្អីបញ្ជាក្នុងខួរក្បាលគ្នាជាប់រហូតថាឲ្យសម្រាប់ទៅឯងក៏ប្រាប់ណាថាឯងបានច្បាច់កគាត់ទៅហើយអត់ទេតែក្បែរហើយលោកផុងចូលទៅយកថ្នាំខ្យល់ឲ្យចំណែកគ្នាអង្គុយសម្លក់មុខយាយនោះរហូតហើយខ្លួនគ្នាណាក្តៅររាពេញខ្លួនពេលតិចទៅជាក្តៅគ្នាស្ទើរទ្រាំមិនបានតែឲ្យគ្នាបង្ខំចិត្តមកផ្ទះវិញជាទេថាបើគ្នាមិនពេញចិត្តហឡូវីនៅស្ដាប់គ្នារអត់ហ្នឹងវីមិនក៏ធ្វើដាក់ខ្ញុំបែបនេះវាផាក់ដែរហ៊ានបាត់ទូរស័ព្ទដាក់ខ្ញុំហ៎មានកាយអ្នកនាងច័ន្ទគ្មានស្អីទេតែណាក៏តើទៅចោះអ្នកនាងស្រែកធ្វើអីប្រាប់ថាទៅបងនុនចាទៅបើកទ្វារឲ្យអ្នកនាងវិញចាហ្នឹងមិនគ្នាដូចជាមានធាតុពីរនៅក្នុងខ្លួនចង់រូបម្ដាយគេដឹងទេថាឯងមិនចូលចិត្តគាត់គ្នាមិនដឹងទេតែក្រសែភ្នែកគាត់ដូចជាដឹងតែរឹកពីកិរិយារបស់គាត់ប្រកក្ដីនិយាយល្អដាក់គ្នាទៀតផងនេះចូលលោកផងមិនដឹងទេដឹងគ្នាមិនដឹងជាយ៉ាងម៉េចទេនឹកគេគ្រប់ពេលជប់ក៏ជាសពឃើញគេរាល់ជប់នឹកគេនេះរហូតដល់ចង់ធ្វើជាម្ចាស់លើគេតែម្នាក់ចុះគេក៏ដូចគ្នាគិតថាគេពិតជាដូចគ្នាចុះឯងមានបញ្ហាស្អីចាន់ថ្ងៃនេះមានស្រីម្នាក់មកតាមក្រោយគេឈ្មោះវាណាតាគេស្រឡាញ់លោកផឹងហើយគ្នាក៏គិតថាម្ដាយលោកផឹងក៏ពេញចិត្តគេខ្លាំងប្រហាក់ប្រហែលនឹងស្អប់គ្នានឹងឯងពេលនេះឃើញបញ្ហារបស់គ្នាហើយនេះលោកផឹងទូរស័ព្ទមកខ្ញុំចាំណាលោកផឹងចាំទៅដល់ផ្ទះហើយហ៎ចាមកដល់ហើយសំឡេងឆ្លើយមកបែបនេះធ្វើឲ្យខ្ញុំចង់ទៅនៅក្បែរណាមកនៅមកឬមិនមកអញ្ចឹងខ្ញុំទៅឥឡូវនឹងឯងណាចានប្រាំមកថាផ្ទះនៅម្ដុំណាចាំខ្ញុំចេញទៅជួបលោកវិញនេះនៅផ្ទះមិនកើតទេអូយឈឺណាស់ច័ន្ទក្រោយកំធ្វើបែបហ្នឹងទៀតអញខឹងនឹងគ្នាដោយរឿងប៉ុណ្្នឹងទេសុំទោសណាពីគ្នាបារម្ភឯណាស់ច័ន្ទបារម្ភរឿងអីឯងឆ្លាញ់បារម្ភម្នាក់តែឯងចង់សម្លាប់ម្ដាយរបស់គេប៉ុណ្ណឹងវាសមឲ្យមិត្តភក្តិបារម្ភដែរទេបើគ្នាជាឯងបារម្ភគ្នាឬអត់បារម្ភខ្លាំងណាស់ហើយឯងក៏ព្យាយាមប្រាប់គ្នាឲ្យល្អជាមួយម្ដាយគេមែនទេមែនដោយឯងកំពុងព្យាយាមដែរតែវាធ្វើឲ្យគ្នាមានទុក្ខព្រោះស្អីទៅពេលព្រោះភាពស្អប់ខ្ពើមទៅលើម្ដាយគេនោះវាកប់ក្នុងចិត្តគ្នាយ៉ាងជ្រៅជាទីបំផុតមិនដឹងជាវាមកពីប្រភពណាទេគ្នាស្អប់គាត់ស្អប់ទាំងកាយទាំងចិត្តរហូតចង់ឃើញគាត់នោះស្លាប់នៅមុខមាត់របស់គ្នា
ចាលោកផឹងចាខ្ញុំទៅដល់ហើយលោកផឹងទេហើយចាបាន លោកចង់និយាយពីស្អី ខ្ញុំចង់និយាយថាខ្ញុំមានសេចក្តីសុខខ្លាំងណាស់ចង់ឲ្យពេលវេលាឈប់ត្រឹងត្រង់នេះ ខ្ញុំក៏ចឹងដែរខ្ញុំធំក្លិនទឹកក្រអូបណាស់ បានខ្ញុំក៏ធំក្លិនទឹកជ្រៅទៀតផង ចាទឹកជ្រៅចង់ទៅផ្ទះជាមួយគ្នាទៅណាលោកផឹង ច័ន្ទណា ចាលោកផឹងទៅហែលទឹកលេងទេ ហែលទឹកហ៎ ចាហែលទឹកខ្ញុំចង់ចោលទៅក្នុងទឹកណាទឹកស្អាតគួរឲ្យចង់ហែលណាស់ បានទឹកស្អាត ខ្ញុំចូលចិត្តទឹកណាស់តែប៉ាមិនចូលចិត្តប៉ាមិនឲ្យខ្ញុំទៅរវីរវល់នឹងទឹកទេជួយគិតខ្ញុំមើលដូចថ្ងៃ15កើតខែ11អ្នកណាក៏នាំគ្នាទៅមើលដុំភ្លើងស្ដេចនេះដែរតែប៉ាហាមិនឲ្យខ្ញុំទៅមើលទេតែខ្ញុំជជែកទៅបានរាល់លើកដោយការថ្ងៃនោះថ្ងៃដែលបានជួបលោក ខ្ញុំមិនចូលចិត្តមនុស្សចចេះទេតែថ្ងៃនោះខ្ញុំអន់ណាស់ដែលច័ន្ទចចេះជាមួយលោកប៉ា ប៉ាស្អប់ទឹកព្រោះម៉ាក់ស្លាប់នៅក្នុងទឹក ពិតមែនទេ ថ្ងៃនោះខ្ញុំនៅត្រង់នេះជាមួយយាយខ្ញុំរាំឲ្យយាយមើលចំណែកយាយជាអ្នកច្រៀង ច័ន្ទរំស្អាតទេ ចាស្អាតម៉ាក់គាត់ថាស្អាត chẳng sao tìm nuông Chanh cạch ai chơi hả មានអ្វីកើតឡើង ខ្ញុំរាំសក់ខ្ញុំក៏ឃើញម៉ាក់លេចទៅក្នុងទឹកដូចមានអ្វីទាញចោះទៅថ្ងៃនោះខ្ញុំជម្រាបយាយថាខ្ញុំឃើញម៉ាក់លងទឹកទន្លេមេគង្គខ្ញុំខ្លាចណាស់ពេលព្រោះថាស្អីចឹងចៅកុំណាកុំនិយាយអីដែលជាប្រភ្នូលអាក្រក់បែបហ្នឹងយាយចៅឃើញណាយាយចាន់យាយប្រាប់ថាឈប់
និយាយមូសាសតសាតផ្ដេសផ្ដាស់ខ្លាំងណាស់តែចៅឃើញប៉ិតមែនច័ន្ទបើនិយាយតែមួយម៉ាត់ទៀតយាយនឹងទុកឲ្យច័ន្ទនៅផ្ទះតែឯងយាយនឹងទៅនៅវត្តម៉ែយាយចៅឃើញម៉ែមិនស្ដាប់យាយមិននៅជាមួយទេពិសុទ្ធប៉ាម៉ាក់ស្លាប់ហើយមែនទេប៉ាជាមនុស្សចិត្តល្អសើចច្រើននិយាយលេងច្រើនតែបន្ទាប់ពីម៉ាក់ស្លាប់ប៉ាក៏បដូរទៅជារឹកពីផ្សេងជាអ្នកលាក់មុខនិយាយតិចក្រៀមក្រំមិនចាញ់តាណាទេបើមិនចាំបាច់លោកផឹង